សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមលើកយក clear មួយចំនួនតាក់ទងនឹងការដាំបាយមកបង្ហាញអ្នកទាំងអស់គ្នាហើយខ្ញុំជឿថាអ្នកទាំងអស់គ្នាខ្លះអាចចេះហើយតែអ្នកខ្លះអាចនឹងមិនទាន់ចេះនៅឡើយអញ្ចឹងតោះយើងមើលជាមួយគ្នាវល់អង្គណាវល់អង្គយើងប្រើពាក្យ measure the rice ណា measure the rice វល់អង្គណាសាមញ្ញនេះណាចុះលាងអង្គវិញគេប្រើអីគេប្រើ rinse the rice ណា rinse the rice យើងថា rinse the rice with the water ក៏បានដែរណាបើ rinse the rice ទេប្រែថាលាងអង្គណាដល់ពេលលាងហើយយើងយកមកច្រោះទឹកចេញយើងបហូរទឹកចេញហ្នឹងគេហៅថា drain ណា drain ហើយអាហ្នឹងគឺ drain ធម្មតាហ្នឹងគឺច្រោះទឹកចេញគឺបហូរទឹកចេញហ្នឹងណាដល់ពេលថែមទឹកចាក់ទឹកថ្មីចូលដើម្បីយកទៅដាំគេហៅ add fresh water ចុះបើជាត់វិញជាត់គេប្រើ drain the cooked rice ណា drain the cooked rice មានន័យថាយើងជាត់ drain ដូចគ្នាបហូរទឹកចេញដូចគ្នាប៉ុន្តែអាបាយដែលឆ្អិនហើយអញ្ចឹងណាប៉ុន្តែបើ drain ទៅទេគឺមានន័យថាយើងបហូរទឹកចេញពីបាយដែលយើងលាងអង្គដែលយើងលាងនៅពេលដែលយើងដាក់ឆ្នាំងលាងឆ្នាំងដាក់លាងអង្គលាងអីហើយយើងយកមកដាក់ក្នុងឆ្នាំងអញ្ចឹងគេថា place the pot into the rice cooker ណា place the pot into the rice cooker ដាក់ឆ្នាំងណាចូលទៅក្នុងឆ្នាំងដាំបាយដាក់ទួយឆ្នាំងចូលទៅក្នុងឆ្នាំងដាំបាយអូខេគ្របណាគ្របគម្របឆ្នាំងហ្នឹងគេហៅ close the lid គ្របឆ្នាំងឬក៏បិទគម្របឆ្នាំង press the cook button ណាចុចប៊ូតុងដាំណាពេលដែលចុចប៊ូតុងដាំដើម្បីឲ្យវាដំណើរការហ្នឹងគឺ press the cook button ណាប៉ុន្តែយើងដាំបាយដែលយើងប្រើឆ្នាំងអគ្គិសនីយើងមិនជាប់ទេតែតើតដាំបាយនឹងឆ្នាំងអស់ធម្មតាបានយើងជាប់ប៉ុន្តែអ្នកស្រុកខ្លះគេអត់ត្រឡប់ជាប់ទេប៉ុន្តែដូចស្រុកខ្ញុំត្រឡប់ជាប់ជាទូទៅហ្មងប៉ុន្តែខ្ញុំទៅជួបអ្នកស្រុកខ្លះគេថាគេដាំបាយអត់ជាប់ទេគេដាំទឹកមកល្មមទៅគេមិនបាច់ជាប់តែម្ដងវាស្ងួតទៅឆ្អិនតែម្ដង